Hello ជំរាបសួរក៏ដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះដែរ admin មានរឿងថ្មីរឿងប្រវត្តិសាស្ត្រមួយចង់ចែករំលែកដល់ទាំងអស់គ្នាដើម្បីទស្សនាហើយរឿងប្រវត្តិសាស្ត្រនេះកើតឡើងនៅក្នុងឆ្នាំ1918ជាសង្គ្រាមពិតប្រាកដមួយដែលកើតឡើងរវាងសង្គ្រាមសហរដ្ឋអាមេរិកហើយនិងអាល្លឺម៉ង់ដោយអាមេរិកនឹងបានកេណ្ឌទាហានជាង1200នាក់ទៅធ្វើសង្គ្រាមជាមួយអាល្លឺម៉ង់ដើម្បីវាយដណ្ដើមព្រំដែនប៉ុន្តែត្រូវបានទាហានអាល្លឺម៉ង់នឹងសម្លាប់ទាហានសហរដ្ឋអាមេរិក1200នាក់សល់តែ500នាក់ទេហើយទាហានតែ500នាក់នឹងត្រូវអាល្លឺម៉ង់ឡោមព័ទ្ធចិត្តទៀតទៅចំណងជើងនៃសាច់រឿងរបស់យើងមានចំណងជើងថា500 men ដែលតាទាហានតែ500នាក់នឹងឯងហើយសាច់រឿងនេះទីសោគឺជាសាច់រឿងដែល admin ចូលចិត្តខ្លាំងមែនតើសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តដោយ admin ដែរដើម្បីចង់ដឹងថារឿងរបស់យើងល្អមើលនឹងចូលចិត្តយ៉ាងណាតមកតាមបានជាមួយ admin ទាំងអស់គ្នាដោយសាច់រឿងរបស់យើងនឹងចាប់ផ្ដើមនៅតំបន់សមរភូមិមួយនៅតាមព្រំដែនហើយសមរភូមិនេះទីសោគឺជាសមរភូមិរវាងសហរដ្ឋអាមេរិកហើយនិងអាល្លឺម៉ង់យើងឃើញថាទាហានសហរដ្ឋអាមេរិកហើយនិងអាល្លឺម៉ង់មានការបាញ់គ្នាយ៉ាងសាហាវខ្លាំងមែនទែនស្របពេលដែលកំពុងបាញ់គ្នានឹងយើងឃើញកូនទាហានមួយបានគ្រាបបរោះដែលរុំក្រណាត់ពណ៌សប្រឡាក់ទៅដោយឈាមនឹងដើម្បីយកមកជួយសង្គ្រោះប៉ុន្តែចិត្តនឹងបានជួយសង្គ្រោះហើយស្រាប់តែទាហានអាល្លឺម៉ង់បានធ្វើការបាញ់គាត់ដែលជាទាហានរបស់សហរដ្ឋអាមេរិកនឹងស្លាប់យ៉ាងគួរឲ្យអាណិតខ្លាំងមែនទែនបន្ទាប់ពីបរិយានឹងគាត់បានស្លាប់ហើយសភាពការនៃសមរភូមិនោះក៏បានស្ងប់ស្ងាត់មួយសបកដោយសាររឿងរបស់យើងនឹងបានកើតមកបន្ទាយទាហានរបស់សហរដ្ឋអាមេរិកមួយកន្លែងដែលមានទាហានយ៉ាងច្រើនត្រៀមបំរុងធ្វើសង្គ្រាមជាមួយនឹងកងទ័ពអាល្លឺម៉ង់ហើយទាហានយ៉ាងច្រើនដែលបំរុងទុកទៅធ្វើសង្គ្រាមជាមួយពួកអាល្លឺម៉ង់នឹងភាគច្រើនពួកគេសុទ្ធតែជាទាហានថ្មីនិងជាក្មេងៗដែលទៅតែកេណ្ឌមកបានអញ្ចឹងពួកគេពុំសូវមានបទពិសោធន៍ទេដូច្នេះហើយទៅលោក Alexander ដែលជាមេវិជាការក៏ដូចជាលោកវរៈសេនីឯកនឹងក៏មានការប្រួយបារម្ភចំពោះទាហាននេះគឺគាត់បើកការប្រជុំដែលតម្រូវឲ្យទាហានទាំងអស់ដែលមានតួនាទីចាប់ពីមេកងឡើងទៅចូលរួមក្នុងកិច្ចប្រជុំទាំងអស់ដើម្បីពិភាក្សាក្នុងការធ្វើសង្គ្រាមជាមួយនឹងអាល្លឺម៉ង់ស្របពេលដែលកំពុងតែប្រជុំនឹងលោក Alexander ដែលជាលោកវរៈសេនីឯកនឹងបានហៅឈ្មោះវរៈសេនីតម្នាក់មានឈ្មោះថា Wesley ក៏ជាតួឯកប្រុសនៅក្នុងសាច់រឿងយើងតែម្ដងតែលោក Alexander នឹងបានតម្រូវឲ្យ Wesley របស់យើងនឹងធ្វើការដឹកនាំទ័ពដែលទៅកេណ្ឌបាននឹងថ្មីនឹងទៅធ្វើសង្គ្រាមជាមួយពួកអាល្លឺម៉ង់តែពេលនោះ Wesley បានប្រកាសដែរថាពួកគេសុទ្ធតែជាទាហានថ្មីនឹងទៅកេណ្ឌមកទេអត់មានបបិស័កក្នុងការធ្វើសង្គ្រាមទេពិបាកគ្រប់គ្រងខ្លាំងណាពេលនោះលោក Alexander បានតបទៅ Wesley ថាពេលនេះជាពេលចាំបាច់នឹងបង្ខំយើងអាចទៅរកទាហានដែលមានបទពិសោធន៍ពេញខ្លួនឯណាមកធ្វើទាហានរបស់យើងបានទេអញ្ចឹងមានតែយកទាហានដែលយើងទៅកេណ្ឌបានហ្នឹងឯងពេលដែលពួកគេបានចូលសមរភូមិនោះហើយជាបទពិសោធន៍របស់ពួកគេពេលនោះ Wesley បានត្រឹមតែអន់មកចុះនិងគោរពតាមបទបញ្ជារបស់លោក Alexander តទៅពីកិច្ចការប្រជុំបានបញ្ចប់លោក Wesley ក៏បានចេញទៅក្រៅដើម្បីជិះឡានរបស់គាត់ទៅវិទីរបស់គាត់វិញបើកន្លែងមកមើលពួកទាហានថ្មីពួកគេកំពុងតែរៀបចំមើលថែសត្វព្រាបដើម្បីយកសត្វព្រាបនោះទៅធ្វើសង្គ្រាមជាមួយពួកគេស្របពេលនោះដែរមេក្រុមនៃទាហាននឹងគាត់បានដើរមកដល់ហើយបានឲ្យបរិយាម្នាក់ក្រោកឈរដើម្បីហៅឈ្មោះទាហានទាំងអស់ដើម្បីឡើងឡានបន្ទាប់ពីក្រោកឈរហើយគាត់ក៏បានណែនាំខ្លួនរបស់គាត់ថាគាត់មានឈ្មោះថា Mary ពេលនោះ Mary រៀងឆ្ងល់ដែរគាត់ក៏បានសួរលោកប្រធានក្រុមថាហេតុអីគាត់មកវិរដ្ឋតិចសាសមិនបានជាចូលក្រុមទាហានជាមួយពួកញូវយ៉កអញ្ចឹងហើយមេក្រុមក៏បាននិយាយថាអត់អីទេធ្វើធម្មតាទៅសិតតែទាហានដូចគ្នាទេស្ដាប់តែមេវិជាទៅបានពេលនោះប្រធានក្រុមក៏បានហុចកដាឲ្យ Mary ដើម្បីហៅឈ្មោះពលទាហានទាំងអស់ដើម្បីឡើងឡានពេលដែលគេហៅហ្នឹងខុសផងត្រូវផងដោយសារគាត់នៅរដ្ឋតិចសាសហើយពលទាហានផ្សេងទៀតនៅយូយ៉កអញ្ចឹងរៀងពិបាកហៅទេឈ្មោះវាភាសាអង់គ្លេសវាកាលហ្នឹងវាអត់សូវទូលំទូលាយអញ្ចឹងវារៀងវេទនាហៅដែរគ្នាយើងបន្ទាប់ពីបានហៅឈ្មោះយ៉ាងត្រដែតត្រដប់មកពួកគេទាំងអស់ហ្នឹងក៏បានឡើងឡានបន្ទាប់ពីឡើងឡានមកជាធម្មតាពេលដែលយើងជួបគ្នាដំបូងយើងតែងតែសួរនាំគ្នាថាមកពីណាអញ្ចឹងណាពេលនោះពលទាហានរៀងក្មេងជាងគេហ្នឹងក៏បានសួរថាអ្នកទាំងអស់គ្នាមកពីណាអីចឹងណាហើយពលទាហានអ្នកនោះគាត់ក៏បានថាគាត់មកពីញូវយ៉កហើយចូលឯងវិញគាត់ហើយពលទាហានរៀងក្មេងជាងគេនោះគាត់ក៏បាននិយាយថាគាត់មកពី Babe Montana ហ្នឹងគឺជាតំបន់ដាច់ស្រយាលមួយនៅក្នុងសហរដ្ឋអាមេរិកគ្នាយើងការចំនួនហ្នឹងហើយពលទាហានតែប្រហែលណាហ្នឹងបន្ទាប់ពីលើចង់មកក៏នាំគ្នាសើចប៊ូលីក្មេងប្រុសហ្នឹងតែម្ដងហើយបាននិយាយថាមកពីអាល្លឺម៉ង់ទេអីពេលក្មេងប្រុសលើចង់ហើយក៏បានក្រោករកនឹងវាយប៉ុន្តែត្រូវបានក្រុមទាហានដែលរួមក្រុមជាមួយគ្នានឹងបានខាត់ស្របពេលដែលកំពុងតែឆ្លូគ្នាហ្នឹងពេលដែលកន្លែងមកក្រោយបានឃើញទាហានរបស់សហរដ្ឋអាមេរិកដែលគេបញ្ជូនទៅមុនហ្នឹងភាគច័ន្ទរបបភ្នែក
អញ្ចឹងពួកទាហានថ្មីពេលដែលឃើញចឹងទៅរៀងបាក់ស្បាតផងរៀងភ័យផងហើយអាការជួគ្នាបាញ់ហ្នឹងក៏នាំគ្នាស្ងាត់ជ្រាបទៅហើយក៏បន្តជិះឡានជាមួយគ្នាយ៉ាងរលូនដោយមិននិយាយរកគ្នាអីបន្តិចសោះបន្តមកខ្សែររបស់យើងបានកាត់មកលេនដ្ឋានមួយរបស់សហរដ្ឋអាមេរិកពេលនោះដែរយើងបានឃើញក្មេងប្រុសកងពលទាហានថ្មីមួយបានឡើងទៅខាងលើដើម្បីមើលសភាពការរបស់ទាហានអាល្លឺម៉ង់តែត្រូវបានបរិមម្នាក់ទាញចុះមកក្រោមហើយគាត់ក៏ជាសេរីចាននៅក្នុងកងទាហានរបស់សហរដ្ឋអាមេរិកដែរហើយគាត់មានឈ្មោះថារ៉ូសែនពេលនោះគាត់បាននិយាយប្រាប់ពួកទាហានទាំងអស់ហ្នឹងថាពួកទាហានអាល្លឺម៉ង់ហ្នឹងពួកគេមិនដែលវាយពេលយប់ទេភាគច្រើនពួកទាហានអាល្លឺម៉ង់គឺពួកគេធ្វើការវាយឆ្មក់ប៉ុន្តែមិនអាចធ្វើឲ្យទាហានរបស់យើងមានគ្រោះថ្នាក់ទេអញ្ចឹងក្នុងនាមពួកឯងជាទាហានត្រូវតែរក្សាទីកន្លែងរបស់ខ្លួនឯងឲ្យបានល្អទៅបានហើយបន្ទាប់ពីគាត់និយាយចប់គាត់ក៏បានទៅពិនិត្យទីតាំងផ្សេងដើម្បីចង់ដឹងថាគ្រប់ទីកន្លែងហ្នឹងពិតជាមានសុវត្ថិភាពពិតប្រាកដមែនដោយសារលោក Wesley ហ្នឹងបានឲ្យគាត់ដើរពិនិត្យគ្រប់ទីកន្លែងដើម្បីឲ្យគាត់បានដឹងថាគ្រប់ទីកន្លែងហ្នឹងមានសុវត្ថិភាពនិងមិនមានទាហានអាល្លឺម៉ង់មកលុកលុយទេបាទកន្លែងមកមើលនៅក្នុងជំរំតបឯនេះវិញលោក Wesley បានហៅប្រធានក្រុមមកពិភាក្សាអំពីសង្គ្រាមនៅថ្ងៃស្អែកពេលនោះគាត់បានសួរទៅប្រធានក្រុមថាតើអ្នកគិតយ៉ាងណាដែរចំពោះសង្គ្រាមនៅថ្ងៃស្អែកពេលនោះប្រធានក្រុមបានឆ្លើយថាខ្ញុំជាទាហានអាជីពខ្ញុំមានទាំងបទពិសោធន៍និងបច្ចេកទេសក្នុងការធ្វើសង្គ្រាមភ្លាមៗនោះដែរ Wesley បានតបទៅប្រធានក្រុមថាខ្ញុំអាចបានខ្វល់ខ្វាយថាអ្នកជាទាហានអាជីពឬក៏មានបទពិសោធន៍អីទេខ្ញុំគ្រាន់តែចង់ដឹងថាអ្នកធ្វើយ៉ាងណាចំពោះទាហានថ្មីទាំងអស់នោះដើម្បីកុំឲ្យពួកគេនឹងមានគ្រោះថ្នាក់ច្រើននៅថ្ងៃស្អែកពេលនោះប្រធានក្រុមក៏បានយល់ពីនៃរបស់ Wesley ហើយក៏បានក្រោកឈរទៅធ្វើការរបស់គាត់ទៅព្រឹកឡើងលោក Wesley បានដើរត្រួតពិនិត្យទាហានទាំងអស់ដើម្បីចង់ដឹងថាពួកគេរៀបចំខ្លួនដើម្បីធ្វើសង្គ្រាមហើយនៅពេលនោះដែរពេលគាត់ពងដដានឹងជួប Mary ហើយក៏បានសួរថា Mary តើអ្នកបានរៀបចំខ្លួនហើយនៅដើម្បីធ្វើសង្គ្រាមពេលនោះលោក Wesley បានប្រាប់ទៅពលទាហានទាំងអស់ថាអ្នកទាំងអស់គ្នាត្រូវតែពាក់មួកពាក់អាវនិងពាក់ស្បែកជើងស្ងួតឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានបញ្ហាក្នុងពេលធ្វើសង្គ្រាមចឹងណាចំណែក Rosen នេះវិញក៏បានបញ្យល់ណែនាំពលទាហានទាំងអស់ដែរក៏បានបញ្យល់ថាអ្នកទាំងអស់គ្នានឹងចាត់ទុកទាហានអាល្លឺម៉ង់នឹងគឺជាសត្វដេរឆានទៅដូចជាសត្វឆ្កែសត្វមន់សត្វទាអីចឹងទៅបើចូលមួយបាញ់មួយបើចូលពីរបាញ់ពីរកុំទុកបើយើងទុកគេនឹងបាញ់យើងបើយើងបាញ់គេបាញ់យើងអញ្ចឹងណាស្របពេលដែលកំពុងតែបញ្យល់ហ្នឹងមានក្របផ្លោងមួយបានហោះមកប៉ុន្តែអត់ត្រូវពលទាហានទេតែពលទាហានថ្មីហ្នឹងមានការភ័យខ្លាចយ៉ាងខ្លាំងហើយពេលនោះដែរ Rosen បានបញ្យល់ថាយើងចាត់ទុកក្របផ្លោងហ្នឹងគឺជាក្របពណ៌ដែលផ្ទុះទៅវាគ្មានបញ្ហាអីទេបន្ទាប់ពី Rosen បានបញ្យល់ឲ្យពលទាហានទាំងអស់ហ្នឹងគាត់បានស្ដាប់ដំបូន្មានរបស់ Rosen ខ្លាំងមែនតើលុះរៀនល្ងាចបន្តិចលោក Wesley ក៏បានជួបនឹងប្រធានក្រុមហើយក៏បានឲ្យប្រធានក្រុមហ្នឹងក៏ទៅបញ្យល់ណែនាំទាហានថ្មីផងដើម្បីកុំឲ្យពួកគេភ័យខ្លាចខ្លាំងពេកបន្ទាប់មកប្រធានក្រុមគាត់ក៏បានដើរមកជួបនឹងទាហានមួយហើយគាត់ក៏បានបញ្យល់ណែនាំអំពីយុទ្ធសាស្ត្រខ្លះក្នុងការធ្វើសង្គ្រាមឲ្យទទួលបានជោគជ័យអញ្ចឹងណាប្រធានក្រុមគាត់បានបញ្យល់ថាយុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាមឲ្យទទួលបានជោគជ័យហ្នឹងទីមួយគឺភាពក្លាហានបើយើងអត់មានភាពក្លាហានទេយើងនឹងទទួលភាពបរាជ័យហើយគាត់បាននិយាយទៀតថាបើយើងធ្វើសង្គ្រាមយើងត្រូវតែមានក្រុមបើយើងទៅ10នាក់យើងត្រូវតែចូលទាំង10នាក់ក៏មានភាពរេរែកបើយើងមានភាពរេរែកយើងនឹងចាញ់គេហើយកូនទាហានពេលបានលឺហើយគាត់ក៏បានយល់អំពីយុទ្ធសាស្ត្ររបស់ប្រធានក្រុមចឹងលុះសាយរឿងក៏បានកម្មមកដល់ពេលព្រឹកគឺជាថ្ងៃទី2របស់ពលទាហានទាំងអស់របស់សហរដ្ឋអាមេរិកថ្ងៃនេះគឺជាថ្ងៃដែលពួកគេត្រូវធ្វើសង្គ្រាមផងដែរបើយើងក៏លែងមកមើលទឹកមុខរបស់ទាហានទាំងអស់ពួកគេពិតជាភ័យខ្លាចខ្លាំងមែនទែនដែលសារពួកគេសុទ្ធតែជាទាហានថ្មីនិងក្មេងៗទាហានថ្មីទាំងអស់ហ្នឹងគ្រាន់តែលើក្របផ្លោងនាំគ្នាភ័យនិងញាត់ដៃខ្លាំងមែនទែនសូម្បីតែ Rosen ដែលជាទាហានសេរីចានហ្នឹងក៏គាត់រៀងភ័យដែរហើយទាហានខ្លះហ្នឹងមានអ្នកខ្លះហ្នឹងបន់ព្រះបន់ទេវតាតាមជួយថែរក្សាគេចឹងណា Wesley បន្ទាប់ពីបានឆ្លងមកសភាពការរួចហើយគាត់ក៏បានស្រែកឲ្យក្រុមទាហានទាំងអស់រៀបចំកំភ្លើងដើម្បីត្រៀមប្រយុទ្ធហើយទាហានទាំងអស់ហ្នឹងបន្ទាប់ពីបានឮ Wesley ស្រែកមកក៏នាំគ្នារៀបចំកំភ្លើងហើយទាហានខ្លះវិញអ្នកខ្លះហ្នឹងរៀបចំកំភ្លើងមិនទាំងត្រូវផងស្របពេលនោះដែរប្រធានក្រុមបានផ្លុំកញ្ចែដើម្បីបញ្ជាក់ថាឲ្យក្រុមទាហានទាំងអស់ហ្នឹងឡើងទៅប្រយុទ្ធ
បន្ទាប់ពីទាហានអាមេរិកបានធ្វើការវាយប្រហារទាហានអាល្លឺម៉ង់អស់រយៈពេលជាងកន្លះថ្ងៃមកទាហានអាមេរិកក៏អាចវាយយកបានទីតាំងរបស់ទាហានអាល្លឺម៉ង់បានដោយជោគជ័យនិងបានបន្តចូលទៅក្នុងព្រៃដើម្បីកម្ចាត់ទាហានអាល្លឺម៉ង់បន្ថែមទៀតបើកន្លែងមកមើលលោក Alexander នេះវិញបន្ទាប់ពីបានដឹងថា Wesley បានវាយចូលទៅក្នុងព្រៃហើយគាត់ក៏បានប្រាប់ណែនាំសារថាឲ្យប្រាប់ Wesley ទៅឲ្យបន្តវាយរហូតកុំឈប់ហើយលោក Alexander នឹងបានបន្តទៀតថាឲ្យ Wesley នឹងបន្តវាយរហូតទៅបន្តវាយរហូតទាន់តែទាហានអាល្លឺម៉ង់នឹងរត់ចេញពីព្រៃនឹងអស់ចឹងណាបើទាហានអាមេរិកនេះវិញនៅតែបន្តចូលទៅក្នុងព្រៃដើម្បីចូលទៅប្រមាញ់ទាហានអាល្លឺម៉ង់ទាហានអាមេរិកនឹងចូលទៅក្នុងព្រៃនឹងកាន់តែជ្រៅទៅពេលនោះស្របពេលដែលកំពុងតែដើរនឹងត្រូវបានទាហានអាល្លឺម៉ង់បានពេលនោះហើយជាពេលដែលទាហានអាមេរិកចាប់ទីតាំងរបស់ទាហានអាល្លឺម៉ង់បានតបពីចាប់បានទីតាំងរបស់ទាហានអាល្លឺម៉ង់មកលោក Wesley បានបញ្ជាឲ្យពលទាហានរបស់ខ្លួននឹងគប់គ្រាប់បាយទៅកាន់ទីតាំងរបស់ទាហានអាល្លឺម៉ង់ដោយមកលោក Wesley បានបញ្ជាឲ្យកងទ័ពទាំងអស់នោះចុះទៅក្រោមដើម្បីវាយប្រហារទាហានអាល្លឺម៉ង់ឲ្យបានឆាប់រហ័សដើម្បីចាប់បានទីតាំងរបស់ទាហានអាល្លឺម៉ង់ចឹងណាពេលដែលលោក Wesley បានចូលទៅដល់ទីតាំងរបស់ទាហានអាល្លឺម៉ង់នោះលោក Wesley បានធ្វើការបាញ់និងវាយប្រហារទាហានអាល្លឺម៉ង់ឲ្យបានលឿនតាមដែលអាចធ្វើបានហើយការតស៊ូរបស់លោក Wesley នឹងក៏ទទួលបានជោគជ័យនិងទទួលបានទីតាំងរបស់ទាហានអាល្លឺម៉ង់បានឆាប់រហ័សពិតប្រាកដមែនពីវាយបានទីតាំងរបស់ទាហានអាល្លឺម៉ង់មកលោក Wesley បានបញ្ជាឲ្យពលទាហានម្នាក់រត់ទៅផ្ដល់ដំណឹងឲ្យលោក Alexander ថាពួកគេវាយបានទីតាំងរបស់ទាហានអាល្លឺម៉ង់មួយចំនួនហើយសូមឲ្យលោក Alexander នឹងផ្ដល់ជាស្បៀងអាហារនិងគ្រាប់កាភ្លើងឲ្យពួកគេផងដោយសារពួកគេប្រើប្រាស់អស់ច្រើនហើយបើកលេចមកមើលមេខាងអាល្លឺម៉ង់នេះវិញគាត់បានខ្វល់ខ្វាយថាទាហានអាមេរិកបានវាយចូលក្នុងព្រៃឬក៏អត់ទេសំខាន់គាត់ចង់ឲ្យទាហានអាមេរិកនឹងវាយចូលកាន់តែជ្រៅអីចូលកាន់តែជ្រៅទៅទាហានអាល្លឺម៉ង់នឹងលំពាត់គេហៅថាក្របទាហានអាមេរិកនឹងជុំវិញហ្មងអាចចេញរួចទេប៉ុន្តែអ្វីដែលគាត់ភ័យខ្លាចបំផុតហ្នឹងគឺទាហានបារាំងពីព្រោះថាផុតពីព្រៃនឹងទៅបារាំងនឹងជួយសង្គ្រោះទាហានអាមេរិកហើយអញ្ចឹងគាត់ចង់ឲ្យទាហានទាំងអស់ហ្នឹងឡំពាត់ទាហានអាមេរិកកុំឲ្យចេញពីព្រៃនឹងរួចចឹងណាចំណែកទាហានអាមេរិកនៅវិញកំពុងតែអង្គុយចាំស្បៀងក៏ដូចជាគ្រាប់កាភ្លើងអំពីលោក Alexander ដែលមុនហ្នឹងលោក Wesley បានបញ្ជាឲ្យពលទាហានម្នាក់ទៅប្រាប់លោក Alexander ថាឲ្យផ្ដល់ស្បៀងអាហារក៏ដូចជាគ្រាប់កាភ្លើងមកឲ្យពួកគេប៉ុន្តែពួកគេចាំបាត់ពេលនោះដែរមានពលទាហានម្នាក់មកប្រាប់លោក Wesley ថាឲ្យលោក Wesley ហ្នឹងទៅមើលពលទាហានផងហើយលោក Wesley ក៏បានដើរទៅជួបនឹងពលទាហានម្នាក់នឹងបានលើកទៅសារថាអ្នកពិតជារត់បានល្អខ្លាំងណាស់ហើយលឿនទៀតសូមឲ្យអ្នកហ្នឹងធ្វើជាអ្នករត់របស់ខ្ញុំមកពេលនោះពលទាហានពេលបានលើលោក Wesley ទៅសារហើយក៏សប្បាយចិត្តនឹងរីករាយខ្លាំងមែនតើហើយគាត់ក៏បានទទួលវិជាថាខ្ញុំនឹងរត់តាមលោក Wesley រហូតដល់ជីវិតចុងក្រោយបើលោក Alexander នៅវិញបន្ទាប់ពីបានដឹងថា Wesley កំពុងតែឈរជើងនៅស្ងៀមមិនទៅមុខគាត់ក៏បានតាក់ទងទៅលោក Wesley ថាឲ្យលោក Wesley នឹងបន្តទៅមុខទៀតទៅកុំឈប់ពេលនោះ Wesley បានតបថាសូមលោកដល់ស្បៀងអាហារនិងគ្រាប់កាភ្លើងឲ្យពួកយើងមកដើម្បីឲ្យពួកយើងបន្តដំណើរទៅមុខទៀតពេលនោះ Alexander បានប្រាប់ថាកុំបារម្ភពេលដែលវេវាហានឹងមានស្បៀងអាហារនិងគ្រាប់កាភ្លើងទៅតាមក្រោយហើយសូមឲ្យអ្នកបន្តវេវាហាទៀតទៅពេលនោះលោក Alexander បានដាក់ទូរស័ព្ទចុះ Wesley នៅវិញបន្ទាប់ពីទទួលវិជាពីលោក Alexander ឲ្យបន្តវេវាហាទាហានអាល្លឺម៉ង់ហ្នឹង Wesley ក៏បន្តវេវាហាប្រកបមែនភ្លាមនោះដែរយើងបានឃើញទាហានម្នាក់កំពុងតែរត់ស្របពេលដែលកំពុងតែរត់ហ្នឹងត្រូវបានទាហានម្នាក់ប៉ែងជើងប៉ុន្តែដល់ពេលរៀបនឹងសម្លាប់ទៅហើយបានដឹងថានេះជាទាហានគ្នាឯងទេពេលនោះដែរទាហានទៅពេលហ្នឹងក៏នាំគ្នាជួបបរិយម្នាក់ដើមសិនដល់មើលសភាពកាយរៀងស្ងប់ស្ងាត់ក៏ឲ្យទាហានម្នាក់ដែលរត់មិញហ្នឹងក៏រត់បន្តដំណើរទៅមុខទៀតទៅហើយសាច់រឿងក៏បានកាត់មកដល់តំបន់ដែលទាហានអាមេរិកហ្នឹងកំពុងជិះដណ្ដើមដើម្បីការពារខ្លួនស្របពេលនោះដែរមានពលទាហានម្នាក់បានរត់មកប្រាប់លោក Wesley ថាឥឡូវហ្នឹងក្រុមទាហានរបស់យើងហ្នឹងត្រូវបានទាហានអាល្លឺម៉ង់ឡោមព័ទ្ធហើយអត់មានផ្លូវចេញទេពេលដែលលោក Wesley បានដឹងដំណឹងថាទាហានអាល្លឺម៉ង់បានឡោមព័ទ្ធទាហានរបស់ខ្លួនហើយគាត់ក៏បានសរសេរกระดาษមួយដើម្បីដកដំណឹងទៅលោក Alexander ថាឥឡូវហ្នឹងទាហានរបស់ពួកគេហ្នឹងត្រូវបានឡោមព័ទ្ធហើយអញ្ចឹងសូមឲ្យលោក Alexander ហ្នឹងផ្ដល់ជំនួយមកឲ្យពួកគេផងហើយការឡោមសារនេះទៀតសោះគឺខ្ញុំសារតាមរយៈសត្វព្រាបចំណែកឯខាងមេខាងអាល្លឺម៉ង់ឯនេះវិញគាត់កំពុងតែពិភាក្សាគ្នាថាតើធ្វើយ៉ាងម៉េចទៀតចំពោះទាហានអាមេរិកពេលនោះវរៈសេនីយ៍ឯងបានតបថាយើងអត់បាច់ធ្វើអីទេយើងគ្រាន់តែឈរជើងឲ្យនៅកន្លែងទៅគឺវាបានហើយពីព្រោះថាទាហានអាមេរិកហ្នឹងត្រូវបានពួកយើងឡោមព័ទ្ធហើយគ្រាន់តែផ្ដាច់ស្បៀងអាហារក៏ដូចជាគ្រាប់កាភ្លើងទៅទាហានអាមេរិកហ្នឹងចុះចាញ់អូតូហើយបើមេខាងអាមេរិកយើងនេះវិញបន្ទាប់ពីបានទទួលដំណឹងតាមរយៈសត្វព្រាបមកពួកគាត់ក៏បានឲ្យអ្នកនាំសារប្រាប់ទៅ Wesley ថាឲ្យ Wesley ហ្នឹងបន្តវេវាហាទៅដល់ពេលវេវាហាទៅមុខហ្នឹងមានទាហានបារាំងចាំជួយហើយ
បើ Wesley នៅវិញនៅក្នុងសមរភូមិបន្ទាប់ពីបានដឹងថាលោក Alexander នឹងនៅតែបខំមកកបន្តវាយរហូតកំដរពេលនោះក៏បានសួរប្រធានក្រុមថាតើអ្នកគិតយ៉ាងណាដែរចំពោះយុទ្ធសាស្ត្ររបស់លោក Alexander នឹងពេលនោះប្រធានក្រុមអត់មានមាត់អីទេហើយ Wesley គាត់ពេលហ្នឹងគាត់ក៏បានសង្ស័យដែរថាវាមិនដាណាវាយខ្លួនឯងឲ្យទៅហ៊ានប្រាំងមកជួយមិនទេគាត់អត់ជឿសោះហ្មងពេលហ្នឹងណាហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់3ខែដែលទាហានអាមេរិកនឹងស្ថិតក្នុងការឡោមព័ទ្ធរបស់ទាហានអាល្លឺម៉ង់ហើយយើងឃើញពលទាហានម្នាក់កំពុងតែរត់ពេលដែលរមដល់ហ្នឹងឃើញទាហានដែលជាទាហានអាមេរិកហ្នឹងដេកស្លាប់បាត់ទៅហើយយើងចាំបានអត់ពេលដែលគាត់រត់ទៅហ្នឹងទាហានហ្នឹងគាត់នៅហ្នឹងឯងដល់ពេលគាត់មកវិញទាហានហ្នឹងត្រូវបានស្លាប់ពិតជាគួរឲ្យអាណិតគាត់ខ្លាំងមែនតើស្របពេលនោះដែរពេលដែលគាត់រៀនបញ្ចេញទៅក្រៅហើយពេលនោះគាត់ក៏បានលើសម្រត់ជើងគាត់ស្មានតែជាទាហានអាល្លឺម៉ង់ពេលនោះក៏បានពួនដល់ពេលមើលឯកស្ថាននឹងមុខមាត់ទៅគឺជាទាហានអាមេរិកដែលជាគ្នាឯងទេពេលនោះពលទាហានអាមេរិកហ្នឹងបានរាយការណ៍ប្រាប់ទៅមេកងថាខ្ញុំបានដើរស៊ើបអង្កេតគ្រប់ទីកន្លែងហើយខ្ញុំឃើញថាគ្រប់ទីកន្លែងហ្នឹងមានសភាពការល្អវាអត់សូវមានបញ្ហាអីទេដល់ពេលលោកមេកងឮចឹងហើយគាត់ក៏សប្បាយចិត្តក៏ឲ្យពលទាហានហ្នឹងគាត់ទៅស៊ើបអង្កេតបន្តទៀតទៅបើលោក Wesley នៅវិញកំពុងតែដើរត្រួតពិនិត្យគ្រប់រណ្ដៅរបស់ទាហានរបស់គាត់ដើម្បីចង់ដឹងថាទាហានរបស់គាត់ហ្នឹងមានសុវត្ថិភាពឬក៏អត់ពេលនោះគាត់បាននិយាយទៅពលទាហាននោះថាឲ្យត្រៀមខ្លួនប្រយុទ្ធទៅកុំឲ្យធ្វើប្រហែសព្រោះអីយើងកំពុងតែស្ថិតក្រោមការឡោមព័ទ្ធរបស់ទាហានអាល្លឺម៉ង់យើងអត់ដឹងថាទាហានអាល្លឺម៉ង់ហ្នឹងវាប្រហែសយើងពេលណាទេអញ្ចឹងឲ្យត្រៀមខ្លួនទៅហើយទៅតពីគាត់និយាយចប់គាត់ក៏បានក្រោកទៅជួបនឹងប្រធានក្រុមដើម្បីឲ្យប្រធានក្រុមហ្នឹងរៀបចំខ្លួនដើម្បីត្រៀមប្រយុទ្ធជាមួយទាហានអាល្លឺម៉ង់ពេលនោះលោក Wesley បានតាក់ទងទៅលោក Alexander ដែរប៉ុន្តែតាក់ទងអត់ចូលដោយសារតែនៅតំបន់ដែលគេកំពុង